បើកឡានត្រឡប់មកពីស្រុកវិញទាំងយប់ស្រាប់តែមានម៉ូតូមួយគ្រឿងជិះមកកាក់នៅមុខឡានរបស់គាត់រួចស្រែកកំហុកស្ដីគាត់ថាឡានរបស់គាត់គឺបានបង្កគ្រោះថ្នាក់ចរាចរណ៍ហើយជនរងគ្រោះកំពុងតែនៅក្រោមឡានរបស់គាត់នឹងឯងគាត់បានបើកឡានអុកជនរងគ្រោះនឹងទៀតទាំងអស់គ្នាប៉ុន្តែនៅពេលដែលគាត់ចុះទៅមើលនៅក្រោមឡាននឹងជាមួយនឹងប្អូនរបស់គាត់អ្វីដែលគាត់ឃើញគឺវាសាហាវជាងអីដែលគេបានរៀបរាប់ប្រាប់គាត់ទៅទៀតចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកនេះគាត់មានឈ្មោះថាលីណាប្រាប់ថារឿងរ៉ាវមួយនេះវាគឺជារឿងរ៉ាវដែលគាត់បានជួបប្រទះកាលពីឆ្នាំ2024ពេលដែលគាត់ធ្វើដំណើរត្រឡប់ពីស្រុករបស់គាត់ឡើងមកពេញវិញនឹងឯងទាំងអស់គ្នាពេលដែលគាត់ធ្វើដំណើរចេញមកហ្នឹងគឺនៅម៉ោង4ម៉ោង5ល្ងាចអីទេមេឃនៅភ្លឺធម្មតាគាត់បើករហូតដល់ពាក់កណ្ដាលផ្លូវនៅម៉ោងប្រហែលជាក្នុង7:10យប់នៅតាមផ្លូវក៏ចាប់ផ្ដើមស្ងាត់ខ្លាំងមែនតើសងខាងផ្លូវជិះដល់កន្លែងខ្លះក៏សត្វតប្រៃអញ្ចឹងទៅហើយកន្លែងខ្លះទៅក៏មានដើមឈើធំនិយាយទៅគឺជាផ្លូវជាតិធំទាំងអស់គ្នាប៉ុន្តែវាស្ងាត់អត់មានផ្ទះអ៊ូអអីទេអញ្ចឹងនៅពេលដែលគាត់បើកបន្តហ្នឹងប្អូនស្រីរបស់គាត់ក៏រៀងងុយដេកដែរប៉ុន្តែគាត់ប្រាប់ថាកុំដេកសោះតែដេកដែរលើហើយព្រោះអីគាត់និយាយថាងុយដេកដែរអញ្ចឹងណាដោយសារតែបើកកាន់តែជូរកាសអស់កន្លងទៅអញ្ចឹងប្អូនរបស់គាត់ក៏និយាយថាយកមកជូរមកអង្គុយហូបហើយនិយាយគ្នាពីនេះពីនោះគាត់កដោគាត់អីចឹងទៅទាំងគ្នាអញ្ចឹងពេលដែលគាត់កាន់តែបើកនេះនៅតាមផ្លូវកាន់តែស្ងាត់អីចឹងណាពេលដែលជិះកាត់មុខផ្ទះរបស់គេពេលផ្ទះណាមានភ្លើងបើកភ្លើងអញ្ចឹងគាត់នឹងធូរចិត្តបន្តិចប៉ុន្តែតែបើកដល់កន្លែងណាដែលល្ងិតស្លុបគឺគាត់ចាប់បានមានអារម្មណ៍ភ័យខ្លាចចឹងទៅធម្មតាមនុស្សស្រីគឺគាត់និយាយថាគាត់អត់ហ៊ានបើកលឿនទេបើកមកល្មមចឹងទៅទាំងគ្នាអញ្ចឹងពេលដែលគាត់បើកដល់តូបលក់អីវ៉ាន់មួយដែលតូបលក់អីវ៉ាន់មួយហ្នឹងគឺគាត់ដល់ពេលគាត់បើកបានគាត់ឃើញមានមនុស្ស3 4នាក់កំពុងតែនៅមុខតូបហ្នឹងរៀបចំបិទតូបបិទអីចឹងទៅអញ្ចឹងពេលដែលគាត់ជិះដល់ជិះកាត់មុខតូបហ្នឹងទៅនេះគាត់ស្ដាប់តែប្អូនស្រីរបស់គាត់ដែលអង្គុយនៅខាងមុខជាមួយគាត់ហ្នឹងគឺបានងាកមើលទៅកញ្ចក់ចំហៀងហ្នឹងគាត់ប្រាប់គាត់ថាអញ្ចឹងចាឯងមើលអ្នកដែលគេនៅក្នុងតូបមិញហ្នឹងគឺចេញមកមើលឡានយើងទាំងអស់ហើយថែមនឹងច្អល់ទៀតអញ្ចឹងពេលហ្នឹងគាត់ក៏មើលតាមកញ្ចក់ឡានទៅតាមគឺឃើញអញ្ចឹងមែនឃើញពីថាអ្នកដែលគេម្ចាស់តូបហ្នឹងគឺនាំឲ្យចេញមកច្អល់ឡានរបស់គាត់ពីចង្ងាយអញ្ចឹងឡានរបស់គាត់គឺកាត់ទៅបើកទៅមុខអញ្ចឹងទៅគេច្អល់ឲ្យនាំឲ្យស្រួលមកមើលអញ្ចឹងទៅអញ្ចឹងគាត់ក៏រៀងចេះឡានរបស់យើងជាប់អីដឹងតិចគូតឡានមានបញ្ហាមានអីចឹងលបើកអីចឹងទៅអញ្ចឹងគាត់ក៏ងាកមើលអីទៀតបងអូនគាត់ក៏ងាកមើលទៀតប៉ុន្តែអត់មានបញ្ហាអីទេគូតឡានក៏ជាប់ធម្មតាគ្រប់កន្លែងទាំងអស់នៅឡានរបស់គាត់គឺវាអត់មានលោកសញ្ញាអីជាសញ្ញាថាមានអសន្នអីគឺអត់មានទេធម្មតាបើសិនជាឡានរបស់យើងអត់ដាក់ខ្សែក្រវ៉ាត់ឬក៏បិទទ្វារចិត្តអញ្ចឹងគឺវាលោកសញ្ញាដឹងហើយអាហ្នឹងគឺធម្មតាឡានស្មៅលើគឺវាអញ្ចឹងទាំងអស់គ្នាប៉ុន្តែហ្នឹងគឺអត់ទេឡានរបស់គាត់គឺធម្មតានឹងឯងអញ្ចឹងគាត់ក៏បើកបន្តទៅមុខទៀតដល់ពេលគាត់បើកឆ្ងាយពីកន្លែងផ្ទះដែលគេចេញមកមើលឡានគាត់នេះប្រហែលជាខ្ទង់2 ទៅ 3 គីឡូដីហ្នឹងណាពេលដែលគាត់បើកហ្នឹងគាត់ចាប់អារម្មណ៍ឃើញថាមានឡានផ្សេងៗទៀតដល់ពេលដែលបើកកាត់គាត់ទៅទាំងអស់គ្នាគឺគេនាំទៅងាកមកមើលឡានគាត់ហើយនិយាយថាធ្វើមកភ្ញាក់ផ្អើលស្លុតអីអញ្ចឹងទៅប៉ុន្តែមិនដែរគឺបើកឡានទៅខួរអញ្ចឹងទៅតែគាត់និយាយថានៅតែអត់ចាប់អារម្មណ៍អញ្ចឹងគាត់បើកឡានបន្តរហូតដល់មានម៉ូតូមួយជិះមកពីចម្ងាយទាំងអស់គ្នាជិះរួចសប្លេពីក្រោយគាត់ទឿនអញ្ចឹងទៅអញ្ចឹងពេលហ្នឹងគាត់រៀងភ័យដោយសារតែអ្នកដែលជិះម៉ូតូហ្នឹងគឺជាមនុស្សប្រុស2នាក់នឹងឯងអញ្ចឹងគាត់ព្យាយាមបើកលឿនបន្តិចជាងមុនបើកលឿនជាងមុនបន្តិចអញ្ចឹងណាដើម្បីឲ្យបានដល់ឯណាទីប្រជុំជននឹងឈប់ហ្មងអញ្ចឹងពេលគាត់ប្រឹងបើកទៅទាំងអស់គ្នាក៏ទៅដល់ក្រាស់សាំងពេលដល់ក្រាស់សាំងនឹងព្រាមឡានមួយម៉ូតូមួយហ្នឹងណាគឺជិះមកឈប់នៅមុខឡានរបស់គាត់កាយច្អល់មុខគាត់មកថាឈប់អញ្ចឹងពេលហ្នឹងទាំងអស់គ្នាគាត់ហ៊ានចុះពីលើឡានទេគាត់គ្រាន់តែបើកពីប្រហែលកញ្ចក់ឲ្យចុះមកប្រហែលជាខ្ទង់ប៉ុណ្នេះដើម្បីងាយស្រួលនិយាយគាត់សួរថាមានអីមែនបងមានអីមកពេលហ្នឹងគឺគាត់រៀងភ័យទាំងអស់គ្នាធម្មតាមនុស្សស្រីគឺស្លុតខ្លាំងមែនតើហើយសុកមានគេមកច្អល់មុខច្អល់អីទឹកកដាលជប់ចឹងទៀតគាត់គឺកាន់តែភ័យទៅចំណែកប្អូនស្រីរបស់គាត់វិញគឺគាត់តែពីអង្គុយក្តោបក្បាលអោនមុខគ្នាខ្លាចហ្មងបងប្អូនគ្នាអញ្ចឹងបងម្នាក់មួយដែលគាត់បាំងម៉ូតូនោះគាត់ចុះពីលើម៉ូតូរួចថាអូនឯងមិនធ្វើអញ្ចឹងបុកគេមិនរត់អញ្ចឹងបុកគេមិនរត់អញ្ចឹងគេនៅក្រោមឡានគេនៅក្រោមឡានគេនៅក្រោមឡានអញ្ចឹងទៅអញ្ចឹងគាត់ថាខ្ញុំមានបុកណាគេណាបងអត់មានបុកទេគាត់ជាបកាយជាអីអញ្ចឹងបងប្អូនគ្នាហើយគាត់គិតថាពីរនាក់ហ្នឹងប្រហែលជាមានបំណងមិនល្អជាមួយនឹងគាត់ចង់ប្លន់ឡានចង់អីចឹងទៅចង់ធ្វើបាបគាត់អីចឹងទៅទើបមកបដិទិនឲ្យប្រាប់គាត់អីចឹងណាគាត់ហ៊ានចុះពីលើឡាននេះរហូតដល់បុកកលឹកដែលគេបំរើការនៅកន្លែងក្រាស់សាំងមួយហ្នឹងបងប្អូនគឺនាំឲ្យដើរចេញមកហើយនៅក្រាស់សាំងហ្នឹងក៏គេមានម៉ាត់អីដែរចុះមនុស្សទាំងអស់គឺនាំចេញមកមើលពេលមានមនុស្សដើរចេញមកមើលរឿងច្រើនដែរគាត់ក៏ព្រមចុះពីលើឡានពេលដែលគាត់ចុះពីលើឡានមកមើលជុំវិញឡានអត់មានអីទាំងអស់សូម្បីតែឡានរបស់គាត់ដែលស្នាមបុកស្នាមគាត់អីគឺអត់មានទេឡានរបស់គាត់គឺនៅថ្មីធម្មតាអញ្ចឹងបងពីរនាក់ហ្នឹងគឺគាត់និយាយថាចេះគាត់ឃើញឡានហ្នឹងជិះបុកមនុស្សដែលដើរឆ្លងផ្លូវពេលដែលបើកបុកមនុស្សឆ្លងផ្លូវហ្នឹងហើយគាត់អត់ព្រមឈប់ទេអុំម្នាក់ហ្នឹងតាមផ្លូវទៀតគឺឃើញអុំនៅតាមផ្លូវហ្នឹងហ្មងបងប្អូនគ្នានិយាយថាអូដូចអត់ចង់ឈប់ឡានចង់រត់គេចអញ្ចឹងណាអញ្ចឹងពីអ្នកគាត់គិតថាប្រហែលជាលីណាហ្នឹងគាត់បើកឡានគេចអត់ព្រមទូខុសត្រូវគេអញ្ចឹងទៅ
អញ្ចឹងគាត់ក៏នឹកដល់រូបភាពដែលប្អូនស្រីរបស់គាត់ប្រាប់ថាមានម្ចាស់ផ្ទះគេដែលគេលក់អីវ៉ាន់ហ្នឹងណានាំលេខចេញមកចោលឡានរបស់គាត់ឲ្យស្រែកអីចឹងៗបងប្អូនអញ្ចឹងពេលហ្នឹងគាត់ពីអ្នកប្អូនស្រីរបស់គាត់គឺជាប់លើឡានមកទៅញ័រដៃញ័រជើងទាំងពីរនាក់ហើយគាត់នឹងក៏បានបកកែកតាមដែរគាត់ថាគាត់សុំស្ងប់អារម្មណ៍សិនដោយសារតែគាត់នឹងមានអារម្មណ៍មិនសូវស្រួលទេនៅសុកគេមកថាគាត់បុកអីចឹងណាគាត់ក៏ឈរស្ងៀមចឹងទៅហើយពេលហ្នឹងគាត់ក៏បានចតឡានគាត់ចូលទៅក្នុងកណ្ដាលសាំងហ្នឹងឈប់សិនរួចចូលបន្ទប់ទឹកលុបមុខលុយពីអ្នកបងប្អូនអីចឹងទៅហើយហូបមីមកកំប៉ុងដើម្បីបន្តដំណើរទៅពេញតទៀតដោយសារតែនៅពាក់កណ្ដាលផ្លូវទៀតទៅដល់ពេញនឹងឯងដល់គ្នាចឹងគាត់ក៏ហូបមីហូបអីរួចចឹងទៅក៏អង្គុយនឹងប្រហែលជាខ្ទង់10 20នាទីមកប្រហែលជាខ្ទង់បាន10ជាងចិត្តពី10ហើយគាត់ក៏ដើរទៅឡានវិញពេលដែលគាត់ដើរទៅឡានវិញហ្នឹងក៏ស្ដាប់ទឹកបុកក្លឹកដែលគេចាក់សាំងណាគឺគេដើរមកចិត្តគាត់ដូចថាចេះបងលើឡានមួយនេះអត់សូវល្អគេនិយាយចឹងហើយគាត់ក៏សួរថាឡានអត់សូវល្អមិនបងគាត់ថាអត់ដឹងទេបងឯងតែបងឯងបើមិនសម្រាប់នៅម្ដុំដឹងសិនទៅបើមានផ្ទះស្នាក់អីក៏ចូលសម្រាប់ទៅហើយបើអត់ចង់សម្រាប់ទេក៏បើកបន្តទៅប៉ុន្តែបងឯងបើកប្រយ័ត្នប្រយែងហងមើលទៅគឺអត់សូវល្អទេពេលហ្នឹងគាត់ហ្នឹងក៏ព្យាយាមសួរចម្រិតទៅទាំងអស់គ្នាគាត់អត់គួរសួរសោះគាត់ថាពេលហ្នឹងបើសិនជាគាត់ដឹងថាអីដែលគេនិយាយប្រាប់គាត់មកវាតាក់ទងជាមួយនឹងរឿងអស់ហ្នឹងណាគឺគាត់នឹងមិនសួរគេដាច់ខាតព្រោះឡានហ្នឹងគាត់ត្រូវតែបើកបន្តទៅមុខទៀតគាត់មិនឈប់ស្ងៀមមកកន្លែងទេអញ្ចឹងគេក៏ប្រាប់ថាពេលដែលគាត់ចូលទៅហូបមីនៅក្នុងម៉ាបាត់ទៀតគាត់នឹងក៏មានឃើញមនុស្សស្រីម្នាក់អង្គុយនៅក្នុងឡានពេលដែលគាត់ឃើញគាត់ក៏ដើរមកមើលអញ្ចឹងដោយសារតែមុនហ្នឹងពេលដែលគេនាំនេះឆ្លៃខ្លាំងមកមើលឡានគាត់ហ្នឹងគាត់ចាប់អារម្មណ៍ឃើញថាឡានហ្នឹងគឺមានតែមនុស្សស្រី2នាក់ទេក្នុងឡានហើយមិនមានមនុស្សស្រីម្នាក់ទៀតពេលដែលគាត់ដើរទៅមើលច្បាស់អ្នកគ្នាគឺគាត់បានឃើញមនុស្សស្រីមែនមនុស្សស្រីហ្នឹងគឺអង្គុយនៅក្នុងឡានប៉ុន្តែមនុស្សស្រីម្នាក់ហ្នឹងគឺមានតែកណាត់ឡានមកលើចេះខាងក្រោមនោះគឺអត់មានជើងអូយយើងព្រឺសបល់អត់មានជើងអត់មានអីទេអត់មានខ្លួនទេគឺពាក់កណ្ដាលខ្លួនឡើងមកលើគឺឃើញចឹងគឺគាត់ស្លាប់ដែរប៉ុន្តែគាត់អត់ហ៊ានប្រាប់ណាគេទម្រាំគាត់ដាច់ចិត្តនិយាយហ្នឹងណាដោយសារតែគាត់គិតដល់ថាមនុស្សស្រីបាត់ឡានទៅគាត់ព្យាយាមមកប្រាប់ដល់ចំចាយអីចឹងទៅចឹងមកលីណានពេលគាត់លឺអញ្ចឹងដល់គ្នាសំណាងដែរពេលហ្នឹងបងអូនស្រីរបស់គាត់នៅចិត្តទេអញ្ចឹងគាត់ក៏ព្យាយាមថាអីទេអញ្ចឹងគាត់ចូលទៅក្នុងឡានណាតែគាត់ចូលទៅក្នុងម៉ាតហ្នឹងគាត់សួរគេមានធូបនៅអត់គាត់ចង់អត់ធូបអីទៅគាត់ក៏យកធូបទៅអត់នៅកន្លែងប្រភូមិរបស់ក្រាស់សាំងហ្នឹងដល់គ្នាអត់ធូបអីរួចគាត់ក៏ចូលក្នុងឡានវិញរួចគាត់និយាយថាកូនចៅសុំទឹកសុកអីចុះស្ពែចឹងទៅហើយបងអូនស្រីរបស់គាត់ពេលហ្នឹងក៏និយាយថាទាំងសង្ស័យដែរប៉ុន្តែក៏អត់សួរនាំដែរក៏បាក់ឡានបន្តទៅមុខពេលដែលបាក់ឡានបន្តទៅមុខគាត់ព្យាយាមនិយាយថាបើកចម្រៀងបើកអីលឺស្ដាប់ចម្រៀងច្រៀងរាំតាមចម្រៀងអីចឹងដល់គ្នារហូតដល់គាត់មកដល់ផ្ទះនៅពេញគាត់គឺខ្ទង់ចិត្តម៉ោង2ភ្លឺនឹងឯងពេលគាត់មកដល់ផ្ទះគាត់ក៏ចាត់ឡានទុកដូចធម្មតារួចចូលទៅក្នុងផ្ទះសង្ងំដេកសង្ងំអីរហូតដល់ព្រឹកឡើងដល់ព្រឹកឡើងនេះទាំងអស់គ្នាគាត់ហ្នឹងក៏ទេសួរម៉ាក់របស់គាត់ថាចាម៉ាក់ឡានហ្នឹងម៉ាក់ទិញពីណាគេមកដោយសារតាឡានហ្នឹងណាខ្ញុំសូមនិយាយតិចទាំងអស់គ្នាឡានហ្នឹងមិនមែនជាឡានដែលគាត់ទិញថ្មីទេគឺជាឡានមកទឹកដែលគាត់ទិញឡើង2 3ថ្ងៃទេហើយពេលដែលទិញគឺទិញពីស្រុករបស់គាត់នឹងឯងទាំងអស់គ្នាដែលវាថាពូរបស់គាត់គឺជាអ្នកមានគប់ជ័យឡានគប់ជ័យអីចឹងទៅគាត់ទិញទិញឲ្យពូរបស់គាត់ជួយរកឡានឲ្យចឹងណាហើយពូរបស់គាត់ក៏ទិញឡានហ្នឹងមកហើយឡានហ្នឹងពីមុនមកធ្លាប់មានម្ចាស់ប៉ុន្តែពូរបស់គាត់ក៏មិនដឹងដូចគេថាម្ចាស់ឡានហ្នឹងពីមុនមកពីណាមកហើយឡានមួយហ្នឹងធ្លាប់មានបញ្ហាអត់គឺគាត់ដឹងដូចគ្នានឹងឯងទាំងអស់គ្នាក៏អត់ដឹងទេចាយគាត់ដឹងថាចែអីដែលគេនិយាយប្រាប់គាត់ហ្នឹងគឺអត់ខុសទេទាំងអស់គ្នាធម្មតាឡានមកទឹកតែមានប្រវត្តិពីមុនមកអញ្ចឹងណានឹងនិយាយស្រាប់តាឡានមកទឹកដែលគាត់បានជួបទេខ្ញុំសូមអត់និយាយពីឡានមកទឹកទូទៅទេទាំងអស់គ្នាដើម្បីថាអត់ឲ្យប៉ះពាល់ដល់អ្នកគាត់ប្រើឡានប្រើអីចឹងទៅហ្នឹងតែពីរឿងដែលគាត់បានជួបប្រទេសហ្នឹងក៏មានតែប៉ុណ្្នឹងដែរបញ្ជាក់មួយទៀតឡានមួយហ្នឹងគឺគាត់ប្រើបានតែពីទឹកទេគាត់ក៏បានលក់ចេញចឹងទៅដោយសារតែគាត់ប្រើទាំងអារម្មណ៍ល្អអត់កើតទេតែចំពោះរឿងរ៉ាវមួយនេះគឺមានតែប៉ុណ្្នឹងទេបើមិនតែមានរឿងចែករំលែកណាកុំភ្លេចឆាតមកក្នុងខមអាជីវិញផង